និស្សិតផ្នែកឱសថសាស្ត្រមិនថាឆ្នាំទី1ទី2ឬក៏ទី3ទេបើចង់ធ្វើ research នៅរោងចក្រនេះផ្ទាល់តែម្ដង ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនកសិករ Digital Trading នៅសហគ្រាសផលិតឱសថ IPS នៃសាកលវិទ្យាល័យអន្តរជាតិហៅកាត់ IU ធ្វើឲ្យយើងកាន់តែមានទំនុកចិត្តលើគុណភាពនិងសុវត្ថិភាពនៃផលិតផលក្នុងស្រុកយើងសង្កេតឃើញថាមានការប្រើប្រាស់ម៉ាស៊ីនទំនើបការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ការបែងចែកតំបន់ស្អាតតាមកម្រិតផ្សេងៗគ្នាការរៀបចំវត្ថុធាតុដើមផ្សំឱសថយ៉ាងហ្មត់ចត់ការគ្រប់គ្រងឃ្លាំងគឺសុទ្ធតែមានស្តង់ដារបច្ចេកវិទ្យាខ្ពស់បទដ្ឋានអនាម័យនិងការយកចិត្តទុកដាក់បំផុតដំណើរទស្សនកិច្ចនេះបានផ្ដល់នូវចំណេះដឹងនិងអត្ថប្រយោជន៍ជាច្រើនដូចជាស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មផ្ទាល់ស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងគុណភាពស្វែងយល់ពីស្តង់ដារចំណេះដឹងបច្ចេកទេសនិងបទដ្ឋានសុវត្ថិភាពតាមរយៈទស្សនកិច្ចនេះឃើញថាសហគ្រាសផលិតឱសថ IPF បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងស្តង់ដារអន្តរជាតិហើយវាក៏ជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់យកមកអនុវត្តបន្តសម្រាប់ក្រុមហ៊ុនកសិករ Digital Trading គោលបំណងនៅក្នុងការបង្កើតសហគ្រាសផលិតឱសថអន្តរជាតិដែលយើងហៅកាត់ថា IPS នេះគឺមានគោលបំណងផលិតឱសថដែលមានតម្លៃសមស្របបាទហើយបម្រើឲ្យសុខភាពប្រជាពលរដ្ឋបាទនៅក្នុងប្រទេសកម្ពុជាយើងអាចឲ្យនិស្សិតឆ្នាំទី5ផ្នែកឱសថសាស្ត្រចុះមកធ្វើកម្មសិក្សាដូចជារៀនសូត្រអំពីការផលិតឱសថនៅក្នុងសហគ្រាសផ្ទាល់តែម្ដងហើយនឹងយើងអាចឲ្យនិស្សិតផ្នែកឱសថសាស្ត្រមិនថាឆ្នាំទី1ទី2ឬក៏ទី3ទេបើចង់ធ្វើ research គឺគាត់អាចមកធ្វើនៅរោងចក្រផ្ទាល់ដោយគាត់អាចយកជារុក្ខជាតិឱសថបុរាណយកមកសំយោគឬក៏យកមក extract ចម្រាញ់ធ្វើជាវត្ថុធាតុដើមដើម្បីយកមកផលិតជាឱសថសម័យបាទអញ្ចឹងគាត់អាចធ្វើ research នៅរោងចក្រនេះផ្ទាល់តែម្ដងបាទថ្ងៃនេះខ្ញុំបានមកទស្សនកិច្ចនៅសហគ្រាសផលិតឱសថ IPS របស់សាកលវិទ្យាល័យ IU ពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនហើយនេះជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំផ្ទាល់ក្នុងការស្វែងយល់បន្ថែមព្រោះដោយសារសហគ្រាសនេះរៀបចំបានល្អហើយជាលក្ខណៈស្តង់ដារអញ្ចឹងយើងអាចរៀនសូត្របានច្រើនពីការរៀបចំការគ្រប់គ្រងពី process នៅក្នុងការផលិតការរៀបចំសម្ព័ន្ធការងារបាទ flow ការងារការបំពាក់ម៉ាស៊ីនលំដាប់លំដោយនៃការផលិតអីផ្សេងៗហ្នឹងគឺមានចំណុចលម្អិតច្រើនដែលយើងអាចរៀនសូត្រហើយយកទៅអភិវឌ្ឍនៅកន្លែងរបស់យើងឲ្យកាន់តែល្អថែមទៀតកសិករគិតសុខភាពជាចម្បង